ក្មេងមិនដឹងអីឯងចុះមកក្រោមភ្លាមខ្ញុំបានធ្វើជាកូនប្រសាមករស់នៅផ្ទះខាងស្រីក្នុងភូមិត្រកូលបានរយៈពេល3ឆ្នាំទាំងមិនទាន់ភ្លឺលុយគ្រប់កាក់គ្រប់សេនដែលរកបានគឺត្រូវប្រគល់ឲ្យម្ដាយក្មេងទាំងអស់គុំថាឡើយបានអង្គុយហូបបាយជុំតូបសំបីតែអាវមួយកំភ្លេដែលមានតម្លៃលើសពី50 យ៉នក៏មិនដែលទិញឲ្យខ្លួនឯងដែរថ្ងៃនេះឧបសគ្គរបស់ភូមិបានប្រកាសថាគោលនយោបាយវិកំតិចនិងផ្លាស់ប្ដូរទីលំនៅត្រូវបានអនុម័តហើយខ្ញុំដឹងថាថ្ងៃដែលខ្ញុំរួចផុតពីទុក្ខលំបាកបានមកដល់ហើយអ្នកគ្រប់គ្នាប្រញាប់ទៅជួបជុំគ្នានៅសាលាឈ្ទានភូមិជាបន្ទាន់គោលនយោបាយចុងក្រោយនៃការផ្លាស់ប្ដូរទីលំនៅសម្រាប់ប្រលានយន្តហោះបានចេញហើយបងឯបងអង្គធ្វើអីទៀតមិនឮគេប្រកាសតាមឧខុសសន្សពទេអីពិតមែនហើយនេះជាឱកាសដ៏ល្អសម្រាប់គ្រួសារយើងខ្លាយជាអ្នកមានហើយបើឯងហ៊ានធ្វើឲ្យខូចការយីងនឹងវាកាច់ជើងឯងមិនខានពួកយើងរំពឹងលើវាខ្លាំងណាស់ណាខ្ញុំខ្ជិលនិយាយឥតប្រយោជន៍ជាមួយពួកគេណាស់ខ្ញុំដឹងច្បាស់ណាស់ថាការវាកំទេចលើកនេះនឹងទៅជាយ៉ាងណានៅទីបញ្ចប់បងប្អូនទាំងអស់គ្នាខ្ញុំមានដំណឹងល្អមួយចង់ប្រាប់អ្នកគ្រប់គ្នាស្តង់ដារសំណងសម្រាប់ការផ្លាស់ប្ដូរទីលំនៅក្នុងភូមិយើងចេញហើយគឺកញ្ញាតាមចំនួនមនុស្សនិងដីផ្ទះមួយគ្រួសារទទួលបាន3លាន5មួយសែនយ៉នពេញតែម្ដង3លាន5មួយសែនយ៉នគ្រួសារយើងមានគ្នា5នាក់មិនមែន18លានទេអីមានហើយទីបំផុតមិនបាច់រស់នៅកន្លែងកំឡុងនេះទៀតទេជាតិមុនពួកអាក្រុមមនុស្សនៃធំទាំងនេះចង់បាន10លានកន្លះខែក្រោយមកប្រលានយន្តហោះបានប្រកាសប្ដូរទីតាំងគុំថាឡើយសំណងសំបីតែផ្ទះចាស់ទ្រង់ក៏ត្រូវចេញលុយតខ្លួនជួលគេរស់រើដែរអ្នកគ្រប់គ្នាស្ងាត់បន្តិចស្ដាប់ខ្ញុំនិយាយខ្ញុំយល់ថាស្តង់ដារនេះគឺទីពេកហើយអ្នកគ្រប់គ្នាគិតមើលទៅទីតាំងរបស់យើងគឺជាដីមាសដីពេជ្រសម្រាប់សង់ប្រលានយន្តហោះពេលប្រលានយន្តហោះសង់រួចតម្លៃដីនៅជុំវិញនឹងឡើងថ្លៃប៉ុន្មានដងទៅចង់យកលុយ3លាន5មួយសែនមកដោះស្រាយជាមួយយើងគ្មានផ្លូវទេខ្ញុំបានពិភាក្សាជាមួយថ្នាក់ដឹកនាំស្រុកហើយឲ្យតែអ្នកភូមិយើងសាមគ្គីគ្នាទាមទារ10លានបើខ្វះតែមួយសេនក៏ពួកយើងមិនព្រមចុះហត្ថលេខាដែរឲ្យតែយើងរួមកម្លាំងគ្នាគង់តែពួកគេយល់ព្រមទេពេលនោះមួយគ្រួសារនឹងទទួលបាន10លានយើងទាំងអស់គ្នានឹងក្លាយជាសេដ្ឋីលានយ៉នត្រូវហើយ10លានខ្វះមួយសេនក៏មិនចុះហត្ថលេខាដែរចិនហៅអញឡើងមកធ្វើអីហ្នឹងចិនហៅអញឈួតទេអីប្រញាប់ចុះមកវិញភ្លាមចិនហៅអញឈួតហើយមែនទេប្រញាប់ចុះមកវិញភ្លាមប្អូនប្រុសឯងចង់ចុះហត្ថលេខាមែនទេបាទខ្ញុំចុះហត្ថលេខារួចរាល់ហើយ3លាន5មួយសែនខ្ញុំពេញចិត្តខ្លាំងណាស់តិរិឆានរមើលគុណនរណាឲ្យឯងចុះហត្ថលេខាឯងធ្វើឲ្យបាត់បង់លុយ10លានរបស់គ្រួសារយើងអស់រលីងហើយមនុស្សចង្រៃនរណាឲ្យឯងចុះហត្ថលេខាឯងធ្វើឲ្យគ្រួសារយើងបាត់លុយ10លានខ្ញុំនឹងវារមើលគុណឯងឲ្យងាប់ប្រញាប់ឡើងទៅសាលាឈ្ទានភូមិលុបឈ្មោះចេញភ្លាមបើមិនអីចឹងទេខ្ញុំនឹងវាបាក់ជើងឯងដីផ្ទះមួយកន្លែងនោះគឺជាកេតមរតកដែលឪពុកម្ដាយខ្ញុំទុកឲ្យខ្ញុំហើយបានកម្មសិទ្ធិដីធ្លីក៏ចុះឈ្មោះខ្ញុំដែលខ្ញុំចុះហត្ថលេខាគឺស្របច្បាប់និងត្រឹមត្រូវបំផុតអោព្រះអើយតើគ្រួសារត្រកូលជូររបស់ខ្ញុំសាងកម្មវេរីអ្វីទៅបានជាមកជួបកូនប្រសារដូចជាឯងនេះឯងយកលុយជាង3លាននឹងចង់ទុកម្នាក់ឯងមែនទេខ្ញុំប្រាប់ឯងទៅចុះគុំសង្ឃឹមឡើយលុយទាំងនេះត្រូវតែប្រគល់ឲ្យជាងទាំងអស់ទុកសម្រាប់ការពារការរៀបការរបស់គេត្រូវហើយលុយនេះជារបស់គ្រួសារយើងបើឯងហ៊ានយកលុយនឹងទៅតែម្នាក់ឯងខ្ញុំនឹងប្តឹងឯងលុយនេះគឺជារបស់ខ្ញុំតាំងពីដើមមកគ្មានជាប់ពាក់ព័ន្ធអ្វីជាមួយគ្រួសារឯងឡើយមួយវិញទៀតអាពាហ៍ពិពាហ៍រវាងខ្ញុំនិងកូនស្រីរបស់អ្នកគឺបញ្ចប់ត្រឹមនេះចុះពួកយើងមិនដែលបានចុះអត្រានុកូលដ្ឋានហើយក៏គ្មានទំនាក់ទំនងប្តីប្រពន្ធពិតប្រាកដដែលចាប់ពីថ្ងៃនេះទៅយើងគ្មានជំពាក់គ្នាទៀតទេឯងយកសពទាំងថ្ងៃទេអីពេលឯងចូលមករស់នៅផ្ទះត្រកូលជូររបស់យើងខ្លួនប្រាណរបស់ឯងទាំងមូលគឺជារបស់គ្រួសារយើងហើយលុយរបស់ឯងក៏ជារបស់យើងដែរបើថ្ងៃនេះឯងមិនប្រគល់កាតធនាគារឲ្យពួកយើងទេគុំសង្ឃឹមថាអាចដើរចេញពីផ្ទះនេះឲ្យសោះលុយបានចូលកានីរួចហើយតែនេះជាលុយរបស់ខ្ញុំពួកឯងគុំសង្ឃឹមថាបានមួយសេនឲ្យសោះដណ្ដើមយកទូរស័ព្ទរបស់វាមកភ្លាមអូយឈឺណាស់មកខ្ញុំហើយឈប់ភ្លាមឯងរត់ទៅណាហ្នឹងក្មេងមិនដឹងអីប្រញាប់បើកទ្វារភ្លាមបើមិនអីចឹងខ្ញុំនឹងធាក់កំទេចទ្វារនេះមិនខានខ្ញុំបានរៀបចំអីវ៉ាន់ទុកយូរហើយគ្រាន់តែរងចាំលុយចូលកានីដើម្បីដើរចេញកន្លែងដ៏ស្មុគគ្រោកនេះខ្ញុំមិនចង់នៅសំបីតែ1នាទីទៀតឡើយបងលីខ្ញុំចិនហៅខ្ញុំចុះហត្ថលេខារួចហើយលុយក៏ចូលកានីដែរបងអាចមកទទួលខ្ញុំឥឡូវនេះបានទេរងចាំខ្ញុំនៅផ្លូវចូលភូមិចុះយល់ព្រមខ្ញុំនឹងទៅដល់ក្នុងរយៈពេល20នាទីទីបំផុតមានសេរីភាពហើយចិនហៅអាភ្លើចាំមើលទៅពេលពួកយើងទទួលបាន10លានចាំមើលឯងមកអង្វរពួកយើងយ៉ាងម៉េចវិញ
ហើយផ្ទះខ្ញុំបានរកឲ្យឯងរួចរាល់ហើយដូចដែលយើងធ្លាប់និយាយគ្នាគឺទំហំ180ម៉ែត្រការ៉េមានដេកស្អាតអាចចូលរស់នៅភ្លាមតែម្ដងម្ចាស់ផ្ទះប្រញាប់លក់ប្រញាប់ចេញតម្លៃទាបជាងទីផ្សារ2សែនយន់សរុបគឺ1លាន8សែនយន់ល្មមជាមួយនឹងពាក់កណ្ដាលនៃប្រាក់សំណងរបស់ឯងតែម្ដងអរគុណបងលីណាស់នាំតែធ្វើឲ្យបងលំបាកទៀតហើយមិនបាច់គួរសមជាមួយខ្ញុំទេឪពុករបស់ឯងធ្លាប់ជួយសង្គ្រោះជីវិតខ្ញុំកាលពីមុនរឿងតូចតែប៉ុណ្ណេះគ្មានអ្វីធំដុំទេសោគឺនៅក្នុងប្រអប់លេខកូដសម្ងាត់ក្បែរទ្វារលេខកូដគឺជាថ្ងៃខែឆ្នាំកំណើតរបស់ឯងខ្ញុំមិនចូលទៅទេឯងសម្រាប់ឲ្យបានឆាប់ទៅបើមានការអីទូរស័ព្ទមកខ្ញុំបានគ្រប់ពេលអ្វីទាំងអស់នេះដូចជាការយល់សប្តិយ៉ាងដូច្នោះដែរនេះជាលើកដំបូងបង្អស់ក្នុងរយៈពេល3ឆ្នាំនេះដែលខ្ញុំមិនបាច់ងើបពីព្រលឹមធ្វើម្ហូបឲ្យគ្រួសាររបស់ជូភីងញ៉ាំម៉ោង2រសៀលជួបគ្នានៅមជ្ឈមណ្ឌលជួញដូរនេះជាផ្ទះដំបូងរបស់ខ្ញុំយ៉ាងពិតប្រាកដដែលជាកម្មសិទ្ធិរបស់ខ្ញុំតែម្នាក់ឯងហើយខ្ញុំមានរឿងចង់ប្រាប់ឯងថ្ងៃនេះវ៉ាងឈៀងបានមករកខ្ញុំដល់ការដ្ឋានសាងសង់សួរថាខ្ញុំលាក់ឯងនៅឯណាហើយថែមទាំងគំរាមថាបើខ្ញុំមិនប្រគល់ខ្លួនឯងឲ្យទេគេនឹងមិនឲ្យខ្ញុំបន្តការងារឡើយខ្ញុំឲ្យបងប្អូនជួយដេញគេចេញទៅក្រៅហើយឯងដើរហើរទៅណាមកណាត្រូវតែប្រុងប្រយ័ត្នឲ្យខ្លាំងព្រោះអាក្មេងនោះហ៊ានធ្វើអ្វីគ្រប់បែបយ៉ាងទាំងអស់ខ្ញុំដឹងហើយបងលីអរគុណច្រើនដែលបានជួយប្រាប់មិនបាច់គួរសមទេអើមែនហើយមុននេះមិនមែនឯងនិយាយថាចង់បើកហាងលក់ផ្កាទេអីខ្ញុំស្គាល់មិត្តភក្តិម្នាក់ដែលធ្វើបោះដុំផ្កាតើឯងចង់ឲ្យខ្ញុំណែនាំឲ្យស្គាល់ទេមែនទេបងអញ្ចឹងពិតជាល្អណាស់អរគុណបងលីច្រើនណាស់បន្ទាប់ពីដាក់ទូរស័ព្ទចុះក្នុងចិត្តរបស់ខ្ញុំហាក់ដូចជាមានភាពកក់ក្ដៅខ្លាំងណាស់មុខវិជ្ជាដែលខ្ញុំរៀនកាលពីនៅសាកលវិទ្យាល័យគឺរចនាសួនច្បារហើយតែងតែស្រមៃចង់បើកហាងលក់ផ្កាផ្ទាល់ខ្លួនមួយកាលពីមុននៅភូមិត្រកូលវាងរឿងនេះសូម្បីតែគិតក៏មិនហ៊ានគិតដែរឥឡូវនេះខ្ញុំមានលុយហើយថែមទាំងមានសេរីភាពទាបទីបំផុតខ្ញុំអាចធ្វើឲ្យក្តីស្រមៃរបស់ខ្ញុំคล้ายជាការពិតបានហើយអូសុំទោសផងខ្ញុំមិនបានប្រុងប្រយ័ត្នមើលផ្លូវមិនអីទេខ្ញុំជួយបេះអរគុណច្រើនណាស់នារីម្នាក់នេះមើលទៅហាក់ដូចជាធ្លាប់ស្គាល់តែនឹកមិនឃើញថាធ្លាប់ជួបគ្នានៅឯណាសោះហាចិនហៅចាំមើលលើកនេះឯងអាចរត់ទៅណារួចទៀតបងប្រសាទីបំផុតបងមកដល់ហើយពួកយើងរងចាំបងយូរណាស់ហើយខ្ញុំមិនមែនជាបងប្រសារបស់ឯងទេពួកយើងគ្មានទំនាក់ទំនងអ្វីជាមួយគ្នាទៀតឡើយប្រញាប់ជិះផ្លូវទៅជិះផ្លូវបានតើគ្រាន់តែប្រកល់កាតធនាគារមកហើយប្រាប់លេខកូដសម្ងាត់ពួកយើងនឹងដើរចេញភ្លាមបើមិនអីចឹងទេថ្ងៃនេះគុំសង្ឃឹមថាអាចដើរចេញពីទីនេះទាំងរស់ឲ្យសោះត្រូវហើយបើឆ្លាតប្រញាប់ប្រកល់លុយមកភ្លាមបើមិនដូច្នោះទេពួកយើងនឹងវាយបាក់ជើងឯងហ៊ានប្តឹងប៉ូលីសផងហែពួកយើងឡើងទៅដណ្ដើមយកទូរស័ព្ទវាមកមុនសិនចិនហៅឯងហ៊ានវាយពួកយើងផងហែចាំមើលទៅខ្ញុំមិនលើកលែងឲ្យឯងឡើយឯងខ្លាំងណាស់ចាំមើលចុះពួកយើងទៅលើកក្រោយបើជួបហេតុការណ៍បែបនេះទៀតត្រូវប្រញាប់តាក់ទងមកពួកយើងភ្លាមតើនរណាគេនឹងហេតុអ្វីក៏ដឹងរឿងទាំងនេះច្បាស់ម្ល៉េះមិនអីទេមនុស្សទាំងនោះមិនអាចបង្កបញ្ហាអ្វីធំដុំបានឡើយទីតាំងនេះល្អណាស់មនុស្សដែលឆ្លងកាត់ច្រើនហើយតម្លៃជួលក៏សមរម្យដែរសម្រាប់យកមួយនេះចុះហើយឯងកំពុងតែមើលហាងនៅក្បែរច្រកចូលបូរីមែនទេហេតុអ្វីក៏បងដឹងថាខ្ញុំចង់ជួលហាងមួយនោះមិត្តភក្តិខ្ញុំម្នាក់ក៏កំពុងរកហាងដែរទើបខ្ញុំឮដំណឹងនេះខ្ញុំបានរកកន្លែងល្អជាងនេះឲ្យឯងមួយគឺនៅផ្លូវអាជីវកម្មកណ្ដាលក្រុងទំហំធំជាងហើយតម្លៃជួលក៏ធូរថ្លៃជាងដែលខ្ញុំស្គាល់ម្ចាស់ផ្ទះផ្ទាល់គាត់ល្អណាស់មិនបោកប្រាស់ឯងទេតើឯងចង់មកមើលបន្តិចទេបាទខ្ញុំនឹងទៅឥឡូវនេះហេតុអ្វីក៏បងលីដឹងសកម្មភាពរបស់ខ្ញុំច្បាស់ម្ល៉េះហើយចុះសារដ៏អាតកំបាំងពីមុននោះតើនរណាជាអ្នកផ្ញើមកឲ្យពិតប្រាកដទៅខ្ញុំតែងតែមានអារម្មណ៍ថាមានភ្នែកមួយគូកំពុងលួចមើលខ្ញុំពីក្នុងងឹតតែភ្នែកមួយគូនោះហាក់ដូចជាគ្មានបំណងអាក្រក់ឡើយផ្ទុយទៅវិញគឺតែងតែជួយខ្ញុំជានិច្ចគឺនារីដែលខ្ញុំបានដើរប៉ះនៅមជ្ឈមណ្ឌលជួញដូរដីធ្លីកាលពីថ្ងៃនោះហេតុអ្វីក៏ជានាងទៅវិញតើនាងមកធ្វើអីនៅទីនេះ
សួស្តីចិនហៅខ្ញុំរងចាំអញយូរហើយនាងស្គាល់ខ្ញុំផងហ៎តើនាងពិតជានរណាគេឲ្យប្រកាសចូលមកមើលហាងសិនទៅបើមានចម្ងល់អ្វីយើងចាំនិយាយគ្នាបណ្ដាក៏បានពូលីវហាងមួយនេះខ្ញុំពិតជាពេញចិត្តខ្លាំងណាស់ពូជួយជួលឲ្យខ្ញុំតាមតម្លៃដែលបាននិយាយគ្នាពីមុនមកចុះខ្ញុំចង់ជួលរយៈពេលវែងយ៉ាងហោចណាស់ក៏5ឆ្នាំដែរក្មួយស៊ូមិនមែនពូមិនចង់ជួលឲ្យទេតែពូបានយល់ព្រមជាមួយគេមុនបាត់ទៅហើយគេចិត្តមកដល់ដើម្បីចុះកិច្ចសន្យាឥឡូវហើយពូបានយ៉ាងនោះមិនអីទេខ្ញុំនឹងទៅរកកន្លែងផ្សេងទៀតចុះគឺជាអញសោះពិតជាជួបគ្នាដោយចៃដន្យមែនបាទពិតជាចៃដន្យមែននាងក៏មកមើលហាងដែរមែនទេចាស់ខ្ញុំចង់ជួលធ្វើជាបន្ទប់ធ្វើការតែមិននឹកស្មានថាមានគេកក់ទុកមុនបាត់ទៅហើយក្មួយគឺជាហើយមែនទេពូឈ្មោះលីវជាងគូបងលីបានប្រាប់ពូពីក្មួយរួចហើយតោះប្រញាប់ចូលមកមើលទៅហាងមួយនេះពិតជាត្រូវចិត្តក្មួយមិនខានពូលីវតាមពិតទៅមនុស្សដែលពូថាបានយល់ព្រមមុននោះគឺជាខ្ញុំសោះតាមពិតទៅគឺជាឯងសោះដែលជាអ្នកកក់ហាងនេះទុកមុនមើលទៅពួកយើងពិតជាមាននិស្ស័យជាមួយគ្នាមែនតែមិនអីទេខ្ញុំអាចទៅរកកន្លែងផ្សេងទៀតបានផ្ទះនេះមាន2ជាន់សរុប240ម៉ែត្រការ៉េជាន់ផ្ទាល់ដី80ម៉ែត្រការ៉េនិងជាន់ទី2 160ម៉ែត្រការ៉េកញ្ញាស៊ូបើនាងមិនប្រកាន់ទេពួកយើងអាចជួលរួមគ្នាបានតែខ្ញុំជួលជាន់ក្រោមហើយនាងជួលជាន់លើធ្វើបែបនេះពួកយើងអាចសន្សំសំចៃប្រាក់ជួលបានច្រើនណាស់តើនាងយល់យ៉ាងណាដែរពិតមែនទេខ្ញុំកំពុងតែព្រួយបារម្ភខ្លាចរកកន្លែងមិនបានផងបើធ្វើបែបនេះគឺល្អខ្លាំងណាស់អូហូពួកយុវជនសម័យនេះពិតជាមានគំនិតល្អមែនជួលរួមគ្នាបែបនេះក៏ល្អដែរងាយស្រួលជួយមើលថែគ្នាទៅវិញទៅមកថ្ងៃនេះពិតជាអរគុណអញខ្លាំងណាស់ដែលព្រមជួលរួមគ្នាជាមួយខ្ញុំសូមបើអញញ៉ាំបាយមួយពេលដើម្បីជាការអរគុណមិនបាច់គួរសមពេកទេជួលរួមគ្នាបែបនេះខ្ញុំក៏សន្សំសំចៃលុយបានច្រើនដែរវាជារឿងធម្មតាទេខ្ញុំគឺជាប្រធានវិស្វករនៃគម្រោងរលីនយន្តហោះថ្មីការជួលកន្លែងនេះគឺដើម្បីកុំឲ្យហត់ធ្វើដំណើរទៅការដ្ឋានរាល់ថ្ងៃនាងគឺជាវិស្វករនៃគម្រោងរលីនយន្តហោះមែនទេខ្ញុំគឺជាអ្នកភូមិត្រកូលវាងដែលជាទីតាំងក្រុងនិងសង់រលីនយន្តហោះនោះឯងតាមពិតគឺជាឯងសោះថ្ងៃនោះឯងជាមនុស្សដំបូងបង្អស់ដែលចុះហត្ថលេខាពិតជាមនុស្សឆ្លាតមែនមិនដូចជាអ្នកផ្សេងទៀតឡើយដែលត្រូវបានវ៉ាងធីសានិយាយបោកប្រាស់ជឿតាមគេទាំងងឹតទាំងងល់ហើយថែមទាំងចង់បាន10លានទៀតពិតជារឿងមិនអាចទៅរួចឡើយខ្ញុំគ្រាន់តែដឹងថាគ្មានលៀបសំណាងណាធ្លាក់ពីលើមេទេលុយ3លាន5មួយសែនគឺច្រើនណាស់ទៅហើយមនុស្សយើងមិនគួរមានចិត្តលោភលន់ពេកទេឯងនិយាយត្រឹមត្រូវណាស់យុវជនដែលមានគំនិតឆ្លាតវៃដូចជាឯងសម័យនេះគឺមិនសូវមានទេចាស់អាមែនហើយរឿងដែលឯងជួបវ៉ាងជាងនៅកន្លែងចតឡានថ្ងៃមុនឯងដោះស្រាយបានល្អណាស់ថ្ងៃក្រោយបើពួកគេហ៊ានមកបង្ករឿងជាមួយឯងទៀតឯងអាចតាក់ទងមកខ្ញុំផ្ទាល់បានព្រោះខ្ញុំស្គាល់ខាងប៉ូលីសប៉ុស្តិ៍នៅទីនោះច្បាស់ណាស់សារពីលើកមុននោះគឺជាអ្នកញ៉ាំមកមែនទេហើយថ្ងៃនោះខ្ញុំចៃដន្យជួបភ្ញៀវនៅកន្លែងចតឡានហើយក៏ឃើញហេតុការណ៍ទាំងអស់តែម្ដងដោយសារតែខ្លាចឯងចាញ់ប្រៀបគេទើបខ្ញុំផ្ញើសារទៅប្រាប់តែម្ដងអរគុណកញ្ញាស៊ូខ្លាំងណាស់កាលពីលើកមុនពិតជាបានសាររបស់នាងជួយណែនាំមែនមិនបាច់គួរសមទេខ្ញុំគ្រាន់តែមិនចូលចិត្តមើលឃើញក្រុមមនុស្សបង្ករឿងអាងអំណាចដើរធ្វើបាបគេតែប៉ុណ្ណោះចាប់ពីថ្ងៃនេះទៅពួកយើងជាអ្នកជិតខាងនឹងគ្នាហើយបើមានការអីអាចមករកខ្ញុំបានគ្រប់ពេលបាទនាងក៏ដូចគ្នាដែរchâu Ping Vàng Chang ពួកគេពិតជាប្តឹងខ្ញុំមែនខ្ញុំបានដឹងមុនហើយថាគ្រួសារchâu Pingមិនព្រមលែងខ្ញុំងាយបែបនេះទេគ្រួសារchâu Pingបានប្តឹងខ្ញុំហើយកុំបារម្ភអីរឿងនេះពួកគេមិនអាចឈ្នះបានទេខ្ញុំស្គាល់មេធាវីអាជីពម្នាក់ថ្ងៃបន្ទាប់ឈិនហាវក៏បានបន្ថែមកនី WeChat របស់មេធាវីជំរាបសួរមេធាវីចាងខ្ញុំឈ្មោះឈិនហាវដែលស៊ូវ៉ាន់បានណែនាំខ្ញុំចង់ប្រាប់លោកពីស្ថានភាពរឿងក្តីរបស់ខ្ញុំលោកឈិនកុំបារម្ភអីរឿងក្តីនេះពួកគេមិនអាចឈ្នះបានទេប្រាក់នោះជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់អ្នកពួកគេគ្មានសិទ្ធិទាមទារបែងចែកឡើយបើដាក់ភ្លើងខ្សែនៅទីនេះពេលយប់ប្រកាសជាស្អាតខ្លាំងណាស់ឈិនហាវរស់នៅផ្ទះគ្រួសារចៅអស់រយៈពេល3ឆ្នាំគ្រួសារចៅបានមើលថែគេយ៉ាងល្អដូច្នេះប្រាក់សំណងនេះគួរតែចែកឲ្យគ្រួសារចៅមួយចំណែកឈិនហាវនិងចៅភីងបានរួមគ្នាចិញ្ចឹមកូនអស់រយៈពេលជាច្រើនឆ្នាំមកហើយទ្រព្យសម្បត្តិគួរតែបែងចែករួមគ្នាឈិនហាវគឺមើលគុណមិនគិតពីមនោសញ្ចេតនាជាច្រើនឆ្នាំជាមនុស្សមិនស្គាល់គុណដំបូងបង្អស់ដីឡូតនេះជាទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់ដើមបណ្ដឹងគឺលោកឈិនដែលបន្សល់ទុកដោយឪពុកម្ដាយរបស់គាត់បន្ទាប់ពីពួកគេបានចែកឋានទៅវាជាទ្រព្យសម្បត្តិមុនរៀបការនិងមិនមានពាក់ព័ន្ធជាមួយចុងចោតឡើយទី2កូនស្រីរបស់លោកឈិននិងអ្នកស្រីចៅមិនមានចំណងអាពាហ៍ពិពាហ៍ឡើយហើយក៏រឹតតែគ្មានអ្វីដែលហៅថាទ្រព្យសម្បត្តិរួមរបស់ប្តីប្រពន្ធនោះដែរលើសពីនេះអ្វីដែលចុងចោតបាននិយាយថាបានចិញ្ចឹមលោកឈិនអស់រយៈពេល3ឆ្នាំគឺជារឿងមិនពិតទាំងស្រុងអ្នកភូមិទាំងអស់អាចធ្វើជាសាក្សីបានភាគីចុងចោតបានបង្កការរំខានដល់សណ្ដាប់ធ្នាប់នៃការសម្រុះសម្រួលជាច្រើនដងត្រូវបានរំមានយ៉ាងធ្ងន់ធ្ងរបើមានលើកក្រោយទៀតនឹងត្រូវបណ្តេញចេញដោយបង្ខំឥឡូវនេះសូមប្រកាសសេចក្តីសម្រេចសម្រុះសម្រួលក្នុងសំណេរការប្រាក់សំណងនៃការរស់រើចំនួន 3.61 លានយន់គឺជារបស់ឈិនហាវផ្ទាល់ខ្លួនទាំងស្រុងរាល់ថ្លៃចំណាយលើការដឹងផ្ដល់នៃការសម្រុះសម្រួលនេះត្រូវទទួលខុសត្រូវដោយដើមចោតឈិនហាវពួកយើងមិនព្រមចាប់ត្រឹមនឹងទេលោកឈិនបើមានបញ្ហានៅពេលក្រោយអាចតាក់ទងមកខ្ញុំបានគ្រប់ពេលអបអរសាទរឈិនហាវរឿងក្តីឈ្នះហើយនេះក៏ដោយសារតែលោកមេធាវីចាងដែលឯងបានណែនាំអរគុណឯងខ្លាំងណាស់គួរសមជាមួយខ្ញុំធ្វើអីដើម្បីអបអរសាទរដែលឯងឈ្នះក្តីខ្ញុំប៉ាវឯងញ៉ាំបាយល្អតាប៉ុន្តែលើកនេះខ្ញុំជាអ្នកប៉ាវវិញឯងបានជួយខ្ញុំច្រើនណាស់គួរតែខ្ញុំជាអ្នកប៉ាវែងចុះភីងនិងវ៉ាងឈៀងប្រកាសជាមិនព្រមបញ្ឈប់នេះឡើយថ្មីនេះឯងគួរតែប្រយ័ត្នខ្លួនបន្តិចមានការអីអាចទូរស័ព្ទរកខ្ញុំបានគ្រប់ពេលខ្ញុំដឹងហើយឯងក៏ដូចគ្នាសម្រាប់ឲ្យបានឆាប់ណា
ទោះបីជារឿងក្តីនេះឈ្នះមែនប៉ុន្តែចំនួនជាមួយគ្រួសារជើមិនទាន់បញ្ចប់ឡើយតែខ្ញុំក៏លែងជាកូនប្រសារចូលផ្ទះដែលបណ្ដោយឲ្យគេធ្វើបាបតាមចិត្តទៀតដែរអាឡូមេភូមិបានញុះញង់អ្នកភូមិឲ្យទៅធ្វើនៅមុខសាលាស្រុកដោយសង្ឃឹមថានឹងដំឡើងប្រាក់សំណងដល់10លានយន់បើមិនដូច្នោះទេពួកគេមិនព្រមចុះហត្ថលេខាឡើយថែមទាំងនិយាយថាអញជាជនក្បត់របស់ភូមិហើយចង់នាំអញត្រឡប់មកភូមិវិញដើម្បីចាត់ការថ្មីនេះអញដាច់ខាតគុំត្រឡប់មកភូមិវិញឲ្យសោះហើយពេលចេញទៅក្រៅក៏ត្រូវប្រយ័ត្នខ្លួនដែរខ្ញុំដឹងហើយបងលីអរគុណបងហើយដែលបានប្រាប់ខ្ញុំមានការអីមែនទេដោយសារតែរឿងនៅភូមិគ្រូសាវាងខាងលើបានជូនដំណឹងមកយើងថាគម្រោងប្រលានយន្តហោះត្រូវបានផ្អាកជាបណ្ដោះអាសន្នសិនត្រូវរងចាំរហូតដល់វិវាទត្រូវបានដោះស្រាយរួចរាល់ទើបអាចបន្តការងារឡើងវិញបានគឺដោយសារតែពួកគេបង្កចំនួននឹងមែនទេចាសោះព្រោះអីវាជាគម្រោងជីវភាពរបស់ប្រជាជនមិនអាចបង្កឲ្យមានមតិសាធារណៈធំដុំឡើយឥឡូវនេះកំពុងចរចាជាមួយពួកគេហើយប៉ុន្តែវាងធីសានពិបាកចរចាសម្រុះសម្រួលគ្នាណាស់អូមែនហើយវាងធីសានបានដឹងថាឯងបើកខាងលក់ផ្កានៅក្នុងក្រុងហើយថែមទាំងគម្រាមថានឹងមករកចំនួនជាមួយឯងទៀតផងថ្មីនេះឯងត្រូវតែប្រយ័ត្នខ្លួនឲ្យមែនទេណាឈិនហាវចេញមកក្រៅភ្លាមតើពួកគេរកឃើញទីនេះដោយរបៀបណាឯងកុំចេញទៅអីខ្ញុំទូរស័ព្ទដឹងប៉ូលីសឈិនហាវខ្ញុំកំពុងតស៊ូតែប្រយោជន៍អ្នកភូមិទាំងអស់គ្នាចំណែកឯងវិញល្អណាស់ចុះហត្ថលេខាមុនគេក្បត់អ្នកភូមិទាំងអស់តើឯងនៅមានសិទ្ធិសមជាញាក់ទៀតទេយកលុយ 3.6 លានយន់របស់ឯងមកចែកគ្នាទៅបើមិនអញ្ចឹងទេថ្ងៃនេះពួកយើងនឹងកំទេចលុយសំណងជារបស់ខ្ញុំតខ្លួនហើយអ្វីខ្ញុំត្រូវចែកឲ្យពួកឯងមិនព្រមចុះហត្ថលេខាជាប្រធានបទរបស់ពួកឯងតើវាពាក់ព័ន្ធអីជាមួយខ្ញុំនៅតែឌឺដងទៀតមែនទេបងប្អូនទាំងអស់គ្នាចូលមកធ្វើអីហ្នឹងមកប្រមូលផ្ដុំគ្នានៅទីនេះបង្កការរំខានដល់ការរកស៊ីរបស់ហាងគេមែនទេលោកប៉ូលីសពួកយើងមិនមែនបង្កចំនួនទេពួកយើងមកចាប់ជនក្បត់ភូមិតើខ្ញុំប្រាប់ពួកឯងឲ្យដឹងត្រូវបំបែកគ្នាភ្លាមទៅបើមិនអញ្ចឹងទេខ្ញុំនឹងចាប់ពួកឯងទាំងអស់ទៅវិញសំណាងល្អហើយដែលខាងសន្តិសុខមកបានលឿនកុំអីមិនដឹងជាមានរឿងអីកើតឡើងខ្លះទេបើពួកគេនៅតែបន្តបង្កចំនួនបែបនេះទៀតគង់តែថ្ងៃណាមួយត្រូវតែទទួលផលវិបាកជាមិនខានប្រលានយន្តហោះត្រូវបានប្តូរទៅភូមិលីចាហើយមានន័យថាម៉េចហ្នឹងនេះមានន័យថាម៉េចអ្នកទាំងអស់គ្នាកុំស្លន់ស្លោអីនេះគ្រាន់តែចង់បង្ខំឲ្យពួកយើងចុះញ៉ាំប៉ុណ្ណោះប្រលានយន្តហោះមិនអាចប្តូរទៅភូមិលីចាបានឡើយឲ្យតែពួកយើងបន្តការតស៊ូរដ្ឋាភិបាលប្រកាសជាយល់ព្រមតាមពួកយើងជាមិនខានកាលពីដំបូងមិនគួរជឿតាមវាងធីសានសោះ 3.6 លានយន់ក៏ 3.6 លានយន់ទៅគឺនៅតែល្អជាងមិនបានសំបីតែមួយសេនគឺមានតែឈិនហាវទេដែលមានគំនិតវែងឆ្ងាយចុះហត្ថលេខាយកលុយតាំងពីព្រលឹមឥឡូវនេះរស់នៅស្រួលបួលក្នុងក្រុងស៊ីផឹកយ៉ាងហឺហាមិនដូចជាពួកគេទេពេលនេះលុយក៏មិនបានតើគម្រោងពិតជាត្រូវបដូរទីដើមមែនឬលោកមន្ត្រីខ្ញុំចង់សួរថាតើគម្រោងប្រលានយន្តហោះរបស់ពួកយើងពិតជាត្រូវបដូរទីដើមមែនឬទេគម្រោងនេះពិតជាកំពុងវាយតម្លៃទីតាំងឡើងវិញពិតមែនចំណែកឯការសម្រេចចុងក្រោយនៅកន្លែងណានោះពេលនេះមិនទាន់ច្បាស់ការនៅឡើយទេប្រសិនបើគម្រោងពិតជាបដូរទីដើមមែនខ្ញុំមិនត្រឹមតែមិនបានលុយសំបីតែមួយសេនប៉ុណ្ណោះទេថែមទាំងខ្លាចជាជនល្មើសចំពោះអ្នកភូមិទាំងអស់ទៀតផងដល់ពេលនោះអ្នកភូមិប្រកាសជាមិនលើកលែងឲ្យខ្ញុំឡើយឈិនហាវច្បាស់ជាដឹងព័ត៌មានសម្ងាត់អ្វីមួយហើយកុំអីក៏មិនចុះហត្ថលេខាយ៉ាងលឿនបែបនេះដែរឈិនហាវកាលពីមុនជាកំហុសរបស់ពូសុំទោសក្មួយណាកុំប្រកាន់ខឹងនឹងពូអីលោកមកទីនេះមានការអីពូមកនេះគ្រាន់តែចង់សួរក្មួយបន្តិចតើក្មួយបានដឹងព័ត៌មានថាប្រលានយន្តហោះនឹងត្រូវបដូរទីដើមមែនទេទើបបានជាចុះហត្ថលេខាមុនគេបែបនេះក្មួយនិយាយត្រង់ជាមួយពូទៅតើគម្រោងពិតជានឹងត្រូវបដូរទៅភូមិលីចាមែនឬខ្ញុំមិនបានដឹងព័ត៌មានសម្ងាត់អ្វីឡើយខ្ញុំគ្រាន់តែគិតថាធ្វើជាមនុស្សមិនត្រូវលោភលន់ពេកទេអ្វីដែលមិនមែនជារបស់យើងទោះបីជាខំប្រឹងទាមទារក៏មិនបានមកដែរអូយដល់ម៉ោងនេះទៅហើយក្មួយកុំនិយាយលេងសើចជាមួយពូទៀតអីនិយាយត្រង់ជាមួយពូទៅតែឥឡូវពួកយើងចុះហត្ថលេខានៅទាន់ទេ3.6 លានយន់ក៏3.6 លានយន់ទៅពួកយើងព្រមទទួលយកហើយឥឡូវនេះចុះហត្ថលេខាគឺលែងទាន់ទេហើយក្រុមការងារគម្រោងបានដាក់ពាក្យស្នើសុំបដូរទីដោយជាផ្លូវការរួចហើយឲ្យតែខាងលើអនុម័តប្រលានយន្តហោះនឹងត្រូវសាងសង់នៅភូមិលីចាជាផ្លូវការហើយភូមិគ្រួសារបានរបស់ពួកលោកនឹងមិនទទួលបានប្រាក់សំណងសំបីតែមួយសេនឡើយខ្ញុំជាប្រធានវិស្វករនៃគម្រោងប្រលានយន្តហោះខ្ញុំមិនចាំបាច់កុហកលោកឡើយគឺដោយសារតែភាពលោភលន់របស់ពួកលោកផ្ទាល់ទាមទារតម្លៃខ្ពស់កប់ពកថែមទាំងប្រមូលផ្ដុំគ្នាបង្កចំនួនធ្វើឲ្យយឺតយ៉ាវដល់វឌ្ឍនភាពគម្រោងលទ្ធផលនៅពេលនេះគឺបង្កឡើងដោយខ្លួនពួកលោកផ្ទាល់ចប់ហើយលើកនេះចប់អស់ហើយពាក្យស្នើសុំបដូរទីដែលគម្រោងត្រូវបានដាក់ជូនទៅហើយប្រហែលជាមិនយូរទេនឹងត្រូវអនុម័តដល់ពេលនោះអ្នកភូមិគ្រួសារវាងច្បាស់ជាយំមិនចេញឡើយចំពោះមនុស្សទាំងនេះគ្រាន់តែជាការចាប់ផ្ដើមនៃសុបិនអាក្រក់របស់ពួកគេប៉ុណ្ណោះសូមគោរពជម្រាបសួរប្រិយមិត្តទស្សនិកជនជាទីមេត្រីគម្រោងប្រលានយន្តហោះត្រូវបានសម្រេចសាងសង់នៅភូមិលីចាជាផ្លូវការហើយដោយក្នុងមួយគ្រួសារទទួលបានប្រាក់សំណងចំនួន 3.6 លានយន់
លុយ3.6 លានយ៉នរបស់ពួកយើងឲ្យជីវិតបែបនេះរស់នៅលែងកើតហើយកាលពីដំបូងហេតុអ្វីលោកត្រូវធ្វើខ្លាំងម្ល៉េះយំរកអីកាលពីដំបូងដែលទាមទារលុយ10 លានយ៉ននោះក៏មិនមែនជាគំនិតរបស់ខ្ញុំតែម្នាក់ឯងដែរម៉ែមានការអីហ្នឹងគាត់មានជំងឺដាច់សរសៃឈាមខួរក្បាលតែអាយុជីវិតត្រូវបានសង្គ្រោះទាន់ពេលប៉ុន្តែរាងកាយមួយជំហានរបស់គាត់ត្រូវពិការហើយស្អីគេថ្លៃព្យាបាលជាបន្តបន្ទាប់យ៉ាងហោចណាស់ក៏អស់រាប់សែនយ៉នដែរឈ្មោះនេះដាក់បានល្អណាស់មានអត្ថន័យល្អស័ក្តិសមនឹងស្ទីលហាមផ្ការបស់ពួកយើងខ្លាំងណាស់នេះក៏ដោយសារតែឯងផ្ដល់គំនិតបំផុសគំនិតឲ្យខ្ញុំកាលពីលើកមុននឹងណាដែលនិយាយថាផ្កាឡានមានភាពស្រស់ស្អាតថ្លៃថ្នូរស័ក្តិសមនឹងហាងផ្កាឈិនហៅវិស្វករស៊ូខ្ញុំសូមជូនពរឲ្យហាងរបស់ពួកឯងរកស៊ីមានបាននឹងជោគជ័យទុកជាមុនណាអរគុណបងលីបងគួរសំពេចហើយខ្ញុំមានរឿងចង់ប្រាប់ពួកឯងបន្តិចភូមិគ្រួសារវាងមានភាពវឹកវរទាំងស្រុងហើយវាងធាសានបានរត់គេចខ្លួនបាត់ចំណាយចូលគៀងការដាច់សរសៃឈាមខួរក្បាលសម្រាប់នៅមន្ទីរពេទ្យហើយឥឡូវនេះវាងឈាំងកំពុងដាក់ខ្ចីលុយគេគ្រប់ទីខ្ញុំដឹងហើយបងលីអរគុណបងហើយដែលបានប្រាប់ខ្ញុំកុំបារម្ភអីគេមិនហ៊ានមកបង្កចំនួននៅទីនេះឡើយអញ្ចឹងល្អហើយខ្ញុំមានការរវល់បន្តិចដល់ថ្ងៃបើខាងរបស់ឯងខ្ញុំប្រកាសជាមកចូលរួមអបអរសាទរមិនខានកុំគិតពីរឿងដែលមិនសប្បាយចិត្តទាំងនោះទៀតអីគ្រប់យ៉ាងវាបានកន្លងផុតទៅហើយឯងនិយាយត្រូវហើយគ្រប់យ៉ាងវាបានកន្លងផុតទៅហើយឈិនហៅខ្ញុំសូមអង្វរែងហើយជួយខ្ចីលុយខ្លះឲ្យម៉ែខ្ញុំព្យាបាលជំងឺផងទៅខ្ញុំព្រមធ្វើជាគោជាសេះបំរើឯងក៏បានដែរបងថ្លៃខ្ញុំដឹងខុសហើយអត់ទោសឲ្យខ្ញុំផងបានទេម៉ែខ្ញុំដាច់សរសៃឈាមខួរក្បាលសម្រាប់នៅមន្ទីរពេទ្យត្រូវចំណាយលុយរាប់សែនយ៉នឯងជួយខ្ចីលុយខ្លះមកខ្ញុំប្រកាសជាសឹងឯងវិញពិតមែនកំឡុងម្នាក់នេះគួរឲ្យអាណិតខ្លាំងណាស់លុតជង្គង់នៅទីនេះដើម្បីសុំខ្ចីលុយពិតជាកូនទាំងខ្ញុំមែនមិនថាពីមុនមានចំនួនអ្វីទេបើអាចជួយបានក៏ជួយគេបន្តិចទៅពិតមែនហើយម្នាក់នេះហាក់ដូចជាប្រងើយកន្តើយពេកហើយគេបានបន្ទាបខ្លួនសុំទោសទៅហើយនៅតែគ្មានប្រតិកម្មអីសោះបងថ្លៃកាលពីមុនខ្ញុំបានធ្វើខុសច្រើនណាស់ឯងចង់ស្ដីបន្ទោសខ្ញុំយ៉ាងណាក៏បានដែរតែសូមអង្វរជួយម៉ែខ្ញុំផងទៅខ្ញុំមិនមែនជាបងថ្លៃរបស់ឯងទេខ្ញុំនិងគ្រួសាររបស់ឯងគ្មានពាក់ព័ន្ធគ្នាតាំងពីយូរណាស់មកហើយចំណែកឯលុយគឺខ្ញុំមិនខ្ចីឲ្យឡើយឯងទៅវិញទៅហេតុអ្វីបានជាឯងប្រងើយកន្តើយបែបនេះម៉ែខ្ញុំចិត្តស្លាប់ទៅហើយមនុស្សរមើលគុណពួកយើងបានចិញ្ចឹមឯងអស់រយៈពេល3ឆ្នាំឥឡូវនេះឯងមានលុយហើយចែកឲ្យពួកយើងបន្តិចវាយ៉ាងម៉េចទៅលុយ3.6 លានយ៉ននោះតាមពិតទៅត្រូវតែមានចំណែករបស់គ្រួសារយើងមួយចំណែកមនុស្សដែលគួរឲ្យអាណិតតែងតែមានចំណុចដែលគួរឲ្យស្អប់ខ្ពើមនេះគឺជារឿងដែលគេបង្កឡើងដោយខ្លួនឯងប៉ុណ្ណោះរបស់សម្រាប់បើខាងនៅថ្ងៃស្អែកត្រូវបានរៀបចំរួចរាល់អស់ហើយខ្ញុំបានអញ្ជើញប៉ាម៉ាក់របស់ខ្ញុំឲ្យមកទីនេះដែរពួកគាត់ក៏ចង់ជួបឯងខ្លាំងណាស់អូលោកពូនិងអ្នកមីងចង់មកដែរមែនទេខ្ញុំមិនទាន់បានរៀបចំខ្លួនរួចរាល់នៅឡើយទេតើខ្ញុំគួរតែទិញកាដូអ្វីខ្លះទៅតើពួកគាត់ចូលចិត្តអ្វីខ្លះហាឯងកុំភ័យអីប៉ាម៉ាក់របស់ខ្ញុំពួកគាត់ល្អខ្លាំងណាស់គ្រាន់តែមកលេងមើលប៉ុណ្ណោះមិនបាច់ទិញកាដូអីទេឈិនហៅថ្ងៃនេះបើឯងមិនព្រមឲ្យពួកយើងខ្ចីលុយទេខ្ញុំនឹងឲ្យម៉ែខ្ញុំស្លាប់នៅក្នុងហាងរបស់ឯងក្មួយពិតជាមានសមត្ថភាពនិងរូបរាងសំខាន់ណាស់ស៊ូវ៉ាន់របស់ពួកយើងបានធ្វើការជាមួយពួកយើងពិតជាកក់ក្ដៅចិត្តណាស់អរគុណលោកពូនិងអ្នកមីងខ្ញុំនឹងមើលថែស៊ូវ៉ាន់ឲ្យបានល្អអ្នកទាំងអស់គ្នាមកមើលទីនេះភ្លាមមកម្ចាស់ហាងម្នាក់នេះរំលឹកគុណណាស់ឃើញគេមានអាសន្នហើយមិនព្រមជួយសង្គ្រោះឡើយឈិនហៅមនុស្សគ្មានសតិសម្បជញ្ញៈយកលុយមកឲ្យខ្ញុំវិញភ្លាមតើមានរឿងអីកើតឡើងហ្នឹងថ្ងៃបើខាងសោះហេតុអ្វីបានជាបង្កចំនួនបែបនេះទៅវិញឯងមកទីនេះធ្វើអីទៀតខ្ញុំបាននិយាយរួចហើយថាមិនខ្ចីលុយឡើយឆាប់នាំគាត់ចេញទៅភ្លាមទៅកុំមកបង្កការរំខានដល់ថ្ងៃបើខាងរបស់ខ្ញុំហ៎ឲ្យទៅមែនទេបើថ្ងៃនេះឯងមិនឲ្យលុយខ្ញុំ5សែនយ៉នទេគឺខ្ញុំមិនទៅណាទាំងអស់វាងចាំឯងកុំហួសហេតុពេកបើនៅតែបន្តបង្កចំនួនទៀតពេលខាងសន្តិសុខមកដល់គឺមិនមែនគ្រាន់តែដេញចេញងាយបែបនេះឡើយខ្ញុំនាំម៉ែខ្ញុំមកសុំលុយគឺជារឿងត្រឹមត្រូវបំផុតបើមានសមត្ថភាពពួកឯងចាប់ពួកយើងទាំងពីរអ្នកម្ដាយកូនទៅបងលីកុំទាន់ឲ្យវាអីថ្ងៃនេះថ្ងៃបើខាងកុំឲ្យឆុងជាមួយរឿងមិនល្អខ្ញុំនិយាយជាមួយឯងជាលើកចុងក្រោយឆាប់ចេញទៅភ្លាមទៅបើមិនអញ្ចឹងទេឯងមិនត្រឹមតែមិនបានលុយប៉ុណ្ណោះទេថែមទាំងត្រូវគេចាប់ខ្លួនទៀតផងខ្វល់អីកុំមកគំរាមខ្ញុំឲ្យសោះបើថ្ងៃនេះមិនបានលុយទេខ្ញុំនឹងនៅតាំងជាមួយឯងដល់ទីបញ្ចប់ទង្វើរបស់ឯងគឺបង្កចំនួនក្នុងទីសាធារណៈហើយឆាប់នាំម៉ែឯងចេញទៅភ្លាមទៅបើមិនអញ្ចឹងទេពួកយើងនឹងប្រើវិធានការបង្ខំហើយខ្ញុំមិនទៅណាទាំងអស់គេជំពាក់លុយគ្រួសារយើងហើយនឹងត្រូវបង្ខំឲ្យខ្ញុំទៅបើចង់ឲ្យទៅគឺត្រូវទៅឯងទៅជាចង់ចូលទៅដេកក្នុងគុកពី3ថ្ងៃណាស់មែនទេឡពួកយើងនឹងសម្រេចតាមបំណងរបស់ឯងកុំខ្ញុំទៅហើយខ្ញុំទៅឥឡូវនេះហើយឈិនហៅពួកយើងមិនព្រមចាប់ត្រឹមនឹងទេមនុស្សប្រភេទណាទៅនឹងយកម្ដាយបង្កើតរបស់ខ្លួនមកធ្វើជាឧបករណ៍គំរាមកំហែងពិតជាគ្មានការខ្មាស់អៀនសោះកាលពីមុនខ្ញុំបានរស់នៅភូមិគ្រួសារវាងអស់រយៈពេល3ឆ្នាំពួកគាត់តែងតែចាត់ទុកខ្ញុំដូចជាអ្នកបម្រើដែលចាំតែប្រើប្រាស់តាមចិត្តលោកពូនិងអ្នកមីងរឿងរ៉ាវគឺមានតែប៉ុណ្្នឹងឯងក្មួយធ្វើបែបនេះគឺត្រឹមត្រូវហើយចំពោះមនុស្សប្រភេទនេះគឺដាច់ខាតមិនត្រូវចិត្តទុនឡើយកាលពីមុនធ្វើឲ្យក្មួយត្រូវរងទៅថ្ងៃមុខពួកយើងនឹងរស់នៅជាមួយកូនរាល់ថ្ងៃថៅកែឆានពួកយើងមកពីក្រុមហ៊ុនរៀបចំការចង់ពិភាក្សាការសហការរយៈពេលវែងជាមួយលោកការរចនាផ្ការបស់ហាងលោកគឺមានលក្ខណៈពិសេសខ្លាំងណាស់
ថ្ងៃដំបូងសោះទទួលបានលទ្ធផលល្អបែបនេះទៅថ្ងៃមុខរបបស៊ីរបស់យើងច្បាស់ជាកាន់តែរីកចម្រើនមិនខានពិតមែនហើយទាំងអស់នេះក៏ដោយសារតែអូនដែរបើគ្មានអូនទេបងក៏មិនអាចរលូនបែបនេះដែរឈូវ៉ាន់បងស្រឡាញ់អូនធ្វើជាសង្សារបងបានទេចាសសក់ខ្ញុំយល់ព្រមយប់ជ្រៅណាស់ទៅហើយហេតុអ្វីបានជាថ្នាក់លើទេមកខ្ញុំអញ្ចឹងគម្រោងព្រលានយន្តហោះត្រូវបានចាប់ផ្ដើមជាផ្លូវការហើយខ្ញុំត្រូវទៅស្នាក់នៅការដ្ឋានផ្ទាល់ស្នាក់នៅការដ្ឋានផ្ទាល់ត្រូវនៅយូរប៉ុណ្ណាយ៉ាងហោចណាស់ក៏2 ឆ្នាំដែរឆេនហៅគម្រោងព្រលានយន្តហោះនឹងចាប់ផ្ដើមសាងសង់នៅខែក្រោយក្នុងនាមជាប្រធានវិស្វករខ្ញុំត្រូវស្នាក់នៅការដ្ឋានរយៈពេលវែង1 អាទិត្យអាចមកលេងបានតែថ្ងៃចុងសប្តាហ៍ប៉ុណ្ណោះមិនអីទេអូនធ្វើការឲ្យស្រួលចិត្តចុះថ្ងៃចុងសប្តាហ៍បងនឹងទៅលេងអូនរឿងហាងផ្កាបងអាចចាត់ចែងបានកន្លែងចង្រៃនេះនៅមិនកើតទេខ្លងរាល់ថ្ងៃចេញទៅធ្វើការក្រៅនៅរកលុយបានខ្លះកាលនឹងបើគុំតែតាមវងឆៃសែនបង្កកបកម្មម្លេះពេលនេះពួកយើងក៏ទទួលបានលុយបាត់ទៅហើយតិចលើក្រេរាល់ថ្ងៃចង់ឲ្យខ្ញុំបម្រើទៀតបើគុំតែម៉ែឯងបង្កការពីមុនគ្រួសារយើងធ្លាក់ខ្លួនដល់ថ្នាក់នេះទេម៉ែស្ដាយក្រោយណាស់ម៉ែមិនគួរធ្វើបែបនឹងដាក់ឆេនហៅសោះវងធីឆេនផូស្តាំងច្បាស់កាលណាស់តើឯងនៅមានអ្វីត្រូវនិយាយទៀតទេខ្ញុំវង្វេងមួយពេលខ្ញុំនឹងសងលុយទាំងអស់វិញសុំអ្នករាល់គ្នាផ្ដល់ឱកាសឲ្យខ្ញុំម្ដងទៀតទៅឆេនហៅបងមិនលើកលែងឲ្យឯងជាដាច់ខាតឆេនហៅឯងត្រូវតែសងជីវិតឪពុករបស់បងវិញឯងជាអ្នកណាហេតុអ្វីបានជាវាយកំទេចឡានរបស់ខ្ញុំបងជាកូនប្រុសរបស់វងធីឆេនគឺមកពីឯងជាអ្នកបង្កឲ្យឪពុករបស់បងត្រូវជាប់គុកអូយឈឺណាស់អាឡូប៉ូលីសឬនៅទីនេះមានមនុស្សកាន់ដំបងមកបង្កប៊ូស្នាមឯងចាំមើលចុះចេញពីគុកវិញបងនឹងមកសងសឹកឯងចុះហេតុអ្វីបានជាបងមកទីនេះថ្ងៃនេះមិនរវល់ទេឬទោះជារវល់យ៉ាងណាក៏ត្រូវតែមកជួបអូនដែរបងបានទិញនំ Cakesbury ដែលអូនចូលចិត្តជាងគេមកផ្ញើអូនទៀតផងវិស្វករសុសង្សាររបស់កញ្ញាពិតជាល្អចំពោះកញ្ញាខ្លាំងណាស់និយាយច្រើនណាស់ប្រញាប់ទៅធ្វើការវិញទៅប្រយ័ត្នឆេនហៅបងយ៉ាងម៉េចហើយកុំធ្វើឲ្យខ្ញុំភ័យអីបងមិនអីទេឲ្យតែអូនមិនរងរបួសគឺល្អហើយកុំទាន់និយាយអីបងមិនអីទេចាសោះឆ្អឹងខ្នងមានការប្រេះស្រាមនិងរង្គោះរង្គើខួរក្បាលស្រាលសំណាងល្អដែលមិនប៉ះពាល់ដល់ឆ្អឹងកងខ្នងមកពីខ្ញុំទាំងអស់បើខ្ញុំប្រុងប្រយ័ត្នបន្តិចបងក៏មិនត្រូវរងរបួសបែបនេះដែរក្មេងឈួតវាមិនពាក់ព័ន្ធនឹងអូនឯណាបងមិនអាចឈោមមើលអូនត្រូវគេសង្កត់នោះទេឲ្យតែអូនមិនអីគឺបងអស់ចិត្តហើយWarner ឲ្យសៀវឆេនគឺក្មេងល្អម្នាក់គេពិតជាស័ក្តិសមឲ្យកូនផ្ញើជីវិតលើណាស់កូនដឹងហើយម៉ែថ្ងៃក្រោយកូនត្រូវតែមើលថែគេឲ្យបានល្អណាស់វិស្វករសើមើលថែគេឲ្យបានល្អណាស់លើកក្រោយខ្ញុំនឹងមកលេងទៀតបងថ្លៃរឿងកាលពីមុនគឺខ្ញុំខុសទាំងអស់ខ្ញុំសូមទោសបងផងអរគុណបងដែលមិនប្រកាន់នឹងខ្ញុំកាលពីមុនពេលនេះខ្ញុំធ្វើការនៅការដ្ឋានគឺល្អណាស់ទៅថ្ងៃមុខខ្ញុំនឹងខំរកលុយមើលជំងឺម៉ែមិនធ្វើរឿងឈួតទៀតទេ
មិនអីទេរឿងកន្លងហួសឲ្យវាហួសទៅចុះថ្ងៃក្រោយខំកែខ្លួនធ្វើជាមនុស្សល្អទៅគឺបានហើយនឹកស្មានមិនដល់ថាវងឆែងកែខ្លួនបានល្អបែបនេះពិតជាមិនងាយស្រួលមែនពិតមែនហើយឲ្យតែព្រមភ្ញាក់រលឹកកែខ្លួនគឺគ្មានពេលណាយឺតពេលនោះទេឆេនហៅចាំគម្រោងប្រលានយន្តហោះចប់ពួកយើងរៀបការជាមួយគ្នាបានទេព្រមតាចាំគម្រោងអូនចប់ភ្លាមពួកយើងនឹងរៀបការផ្លែតដោយសារតែការពង្រីកទីក្រុងដីធ្លីនៅភូមិគ្រួសារវងនឹងត្រូវប្រមូលទិញដើម្បីសាងសង់មណ្ឌលដឹកជញ្ជូនប្រលានយន្តហោះគ្រួសារនីមួយនឹងទទួលបានសំណង80,000យ៉នមួយគ្រួសារ80,000យ៉នកាលពីមុនសំណងដីប្រលានយន្តហោះឡើងដល់ទៅ3.6 លានយ៉នឯណោះក្នុងមួយគ្រួសារអូយបាត់បង់អស់2.8 លានយ៉នបាត់ទៅហើយកម្មពីមែនការសំណង3.6 លានបែរជាពួកយើងមិនព្រមស៊ីញ៉េហេតុអីកាលនឹងខ្ញុំល្ងងម្លេះទៅជឿសម្ដីវងធីសែនធ្វើអីទៅគឺមកពីវងធីសែនអាំនោះចង្រៃអាស៊ីនោះគឺមានតែឆេនហៅទេដែលមើលឃើញវែងឆ្ងាយកាលនោះគេស៊ីញ៉េមុនគេបង្អស់ទទួលបាន3.6 លានយ៉នហេកាលនឹងពួកយើងជេរបង្អាប់គេថាល្ងងពេលនេះទើបដឹងថាពួកយើងទេជាអ្នកល្ងងពិតប្រាកដប្រញាប់ឡើងទៅស៊ីញ៉េឲ្យលឿនទៅប្រយ័ត្នយឺតពេលសំបីតែ80,000ក៏មិនបានដែរខ្ញុំដឹងតាំងពីដំបូងមកម្លេះថានឹងមានថ្ងៃនេះកើតឡើងគម្រោងប្រលានយន្តហោះនៅសល់តែ3ខែទៀតនឹងចាប់ផ្ដើមហោះហើយពួកយើងកំណត់ថ្ងៃការនៅថ្ងៃនោះតែម្ដងទៅល្អទេបងហៅនៅខាងក្រៅមានអ្នកភូមិវ៉ាន់ជាមួយក្រុមធំកំពុងមករកបងសៀវហៅឲ្យរឿងកាលពីមុនគឺពួកយើងខុសទាំងអស់ពួកយើងសុំទោសក្មួយផងណាមិនអីទេពូរឿងកន្លងហួសឲ្យវាហួសទៅចុះថ្ងៃក្រោយឲ្យតែពួកយើងរស់នៅបានសុខសាន្តទៅគឺបានហើយនឹកស្មានមិនដល់ថាបងជាមនុស្សចិត្តទូលាយបែបនេះកាលពីមុនពួកគេធ្វើដាក់បងដល់ថ្នាក់នឹងបែរជាបងមិនប្រកាន់បន្តិចសោះប្រកាន់ពួកគេបានប្រយោជន៍អីទៅរឿងពីមុនវាហួសអស់ហើយឲ្យតែគ្រប់គ្នារស់នៅបានល្អគឺគ្រប់គ្រាន់ហើយវីដេអូរបស់ខ្ញុំបែរជាល្បីខ្លាំងដល់ថ្នាក់នេះផងខ្ញុំគ្រាន់តែធ្វើការសម្រេចចិត្តធម្មតាមួយប៉ុណ្ណោះគ្មានអ្វីត្រូវចែករំលែកទេបងទៅចូលរួមទៅល្អតាអាចយកបទពិសោធន៍របស់បងទៅចែករំលែកឲ្យអ្នករាល់គ្នាបានដឹងពីផលវិបាកនៃភាពលោភលន់និងធ្វើជាគំរូដ៏ល្អសម្រាប់អ្នកដទៃទៀតផងមិនល្អទេឬសម្ដីអូននិយាយពិតជាមានហេតុផលបងនឹងទៅចូលរួមលោកឆេនហៅការនោះអ្នករាល់គ្នាចង់បានសំណងដល់ទៅ10 លានយ៉នមានតែលោកម្នាក់គត់ដែលសម្រេចចិត្តស៊ីញ៉េយក3.6 លានយ៉នតើការនោះលោកមានគំនិតបែបណាដែរលោកមិនបារម្ភថាខ្លួនឯងត្រូវខាតបង់ទេឬកាលនឹងខ្ញុំមិនបានគិតច្រើនទេខ្ញុំគ្រាន់តែគិតថាលាភសំណាងមិនចេះតែធ្លាក់ពីលើមេឃនោះទេម្យ៉ាងលុយ3.6 លានគឺច្រើនណាស់ទៅហើយវាជាសំណងសំរុំដែលរត់ដល់ឲ្យហេតុអ្វីខ្ញុំមិនព្រមស៊ីញ៉េមួយវិញទៀតខ្ញុំដឹងថាមនុស្សមិនត្រូវលោភលន់ពេកនោះទេអ្វីដែលមិនមែនជារបស់យើងទោះបីជាយើងខំប្រកែកយកក៏គ្មានប្រយោជន៍ដែរចុងក្រោយមានតែការខាតបង់ប៉ុណ្ណោះក្រោយមកនៅពេលដែលលោកដឹងថាអ្នកភូមិទទួលបានសំណងតែ80,000យ៉នតើលោកមានអារម្មណ៍ថាខ្លួនឯងពិតជាពូកែនិងមានសំណាងខ្លាំងណាស់ដែរទេនិយាយតាមត្រង់ទៅខ្ញុំមិនមានអារម្មណ៍អ្វីប្លែកនោះទេហើយក៏មិនដែលគិតថាខ្លួនឯងពូកែអីដែរខ្ញុំគ្រាន់តែធ្វើការសម្រេចចិត្តដែលខ្ញុំគិតថាត្រឹមត្រូវប៉ុណ្ណោះពេលឃើញពួកគេទទួលបានតែ80,000ក្នុងចិត្តខ្ញុំក៏មិនសូវស្រួលដែរព្រោះអីពួកយើងរស់នៅក្នុងភូមិជាមួយគ្នាទោះបីជាកាលពីមុនធ្លាប់មានចំនួននឹងគ្នាក៏ដោយតែខ្ញុំនៅតែប្រាថ្នាចង់ឲ្យពួកគេរស់នៅបានសុខស្រួលខ្ញុំយល់ថាមនុស្សវ័យក្មេងត្រូវតែខំប្រឹងប្រែងដោយខ្លួនឯងកុំសង្ឃឹមចង់តែមានលឿនត្រឹមមួយយប់អីខ្ញុំជឿជាក់ថាឲ្យតែយើងខំប្រឹងប្រែងផលតបស្នងល្អច្បាស់ជាត្រឡប់មកវិញមិនខានកាលខ្ញុំរៀនពីមុនក៏ធ្លាប់ប្រឡងបានលេខចុងក្រោយគេដែរដូច្នេះកុំទាន់អស់សង្ឃឹមនឹងខ្លួនឯងដោយសារតែការបរាជ័យមួយពេលអី
មានរឿងអីអញ្ចឹងហេតុអ្វីបានជាសប្បាយចិត្តម្ល៉េះមើលណែតើជាអ្វីទៅពិតជាល្អណាស់ទីបំផុតពួកយើងរងចាំដល់ថ្ងៃនេះហើយចាសដល់ពេលនោះពួកយើងនឹងរៀបការចំថ្ងៃហោះហើរដំបូងតែម្ដងលាបពីចូលមកព្រមគ្នា苏婉穿着洁白的婚纱，两个人高高兴兴地开始筹备婚礼，连之前跟陈浩有矛盾的村民都过来送了礼道了歉。之后的几天，两个人忙得脚不沾地，试婚纱、订酒席、给亲朋好友发请柬，连之前在旁边夸他们狼对付的村民都过来道。 លោកពូហេតុអីក៏អញ្ជើញមកទីនេះកាលនោះគឺដោយសារតែខ្ញុំល្ងងខ្លៅទៅញុះញង់អ្នកភូមិឲ្យបង្កចំនួនខ្ញុំសុំទោសមួយផងណាមិនអីទេលោកពូថ្ងៃការរបស់ពួកយើងកុំភ្លេចអញ្ជើញមកញ៉ាំការផងណាឈិនហៅមិនបានជួបគ្នាយូរហើយពេលនេះលោកពិតជាល្បីខ្លាំងណាស់ណច្បាស់ជាភ្លេចខ្ញុំបាត់ទៅហើយមែនទេពួកយើងគ្មានទំនាក់ទំនងអ្វីនឹងគ្នាទៀតទេតើនាងមកទីនេះធ្វើអីអញ្ចឹងឬខ្ញុំកំពុងតែពូកូនរបស់លោកតើលោកគិតថាខ្ញុំមកធ្វើអីទៅលោកត្រូវតែទទួលខុសត្រូវលើរូបខ្ញុំនិងកូនក្នុងពោះបើមិនអញ្ចឹងទេខ្ញុំនឹងទៅបង្កការរំខាននៅក្នុងពិធីការរបស់លោកបំផ្លាញកម្មវិធីលោកឲ្យខ្ទេចខ្ទីមិនខានតើកូនក្នុងពោះជាកូនរបស់ខ្ញុំពិតមែនឬអត់ពួកយើងទៅធ្វើតេស្តណាឥឡូវនេះភ្លាមទៅបើវាជាការពិតខ្ញុំនឹងទទួលខុសត្រូវគ្រប់យ៉ាងតែបើជាការพูดកុហកនាងត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់ពីបទបរិហារគេខ្ញុំជឿជាក់លើរូបគេពួកយើងអាចទៅធ្វើតេស្តជាមួយនាងឥឡូវនេះបានពួកឯងកុំមកគៀបសង្កត់ខ្ញុំខ្លាំងពេកពួកយើងទទួលបានសេចក្តីរាយការណ៍ថានៅទីនេះមានករណីចំណុចទារប្រាក់សូមសហការក្នុងការស៊ើបអង្កេតជាមួយពួកយើងខ្ញុំនិយាយហើយទាំងអស់នេះគឺដោយសារតែយ៉ាងឡាវសែនជាអ្នកបង្ខំខ្ញុំគេឲ្យលុយខ្ញុំ 20,000 យន់ដើម្បីមកបោកប្រាស់លោក俩人平分，闹剧终于收场。两个人的婚礼没有受到任何影响，反而被更多人称赞他们感情坚固。今天我们迎来了双喜临门的好日子，让我们掌声欢迎两位新人，同时咱们机场项目的核心工。 រឿងដែលមានសំណាងបំផុតក្នុងឆាកជីវិតរបស់បងគឺការសម្រេចចិត្តជ្រើសរើសយកសំណង3លាន5មួយសែនការនោះហើយបានមកជួបនឹងអូនខ្ញុំក៏ដូចគ្នាដែរចា